ល់ជាមួយនឹងលោកសំរងស៊ីដែលជាប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហើយបាទខ្ញុំបាទសូមជម្រាបសួរអាដាមសំរងស៊ីបាទជំរាបសួរលោកជនច័ន្ទបាទលោកនាងកញ្ញាជាទីមេត្រីលោកនាងប្រហែលជានៅចាំហើយថ្ងៃ16វិច្ឆិកាម្សិលមិញនេះគឺជាព្រឹត្តិការណ៍មួយដែលគួរឲ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រនយោបាយខ្មែរនោះគឺជាថ្ងៃដែលលោកហ៊ុនសែនបានរំលាយគណៈបកសង្គ្រោះជាតិហើយលោកនាងបានដឹងហើយជាមួយនឹងការរំលាយគណៈបកសង្គ្រោះជាតិនេះលោកហ៊ុនសែនបានរំលាយឬមួយក៏កម្ចាត់ចោលនៅសម្លេងរបស់ប្រជាពលរដ្ឋខ្មែរជិតកន្លះនគរបាទដើម្បីរំលឹកឡើងនៅព្រឹត្តិការណ៍កាលពី8ឆ្នាំមុននេះខ្ញុំបាទនឹងមានបទសម្ភាសន៍ជាមួយនឹងអាដាមសំរងស៊ីដែលលោកកាលពីថ្ងៃទី25ខែតុលាគឺប្រមាណជាជាង3អាទិត្យមុននេះលោកបានប្រកាសបង្កើតរដ្ឋាភិបាលនិរទេសមួយដែលលោកហៅថាកម្ពុជារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដូច្នេះសំណួរទី1របស់ខ្ញុំបាទចំពោះអាដាមសំរងស៊ីថាតើការបង្កើតរដ្ឋាភិបាលនិរទេស$23នេះហើយកើតឡើងនេះចំខួបទី8ឆ្នាំនៃការរំលាយគណៈបកសង្គ្រោះជាតិនេះថាតើវិជាការមួយដែលបង្កើតឡើងវិញនៅរដ្ឋាភិបាលនេះដើម្បីបន្តកេរមរតករបស់គណៈបកសង្គ្រោះជាតិដែរឬយ៉ាងណាអាដាមជាបឋមខ្ញុំសូមបញ្ជាក់ថាគណៈបកសង្គ្រោះជាតិបានទទួលការគាំទ្រពីប្រជាពលរដ្ឋខ្មែរ2ដងតាមរយៈការបោះឆ្នោតរៀបចំដោយរបបហ៊ុនសែនគឺកាលពីឆ្នាំ2013ម្ដងដែលប្រជាពលរដ្ឋជ្រើសរើសអ្នកតំណាងរាស្ត្រហើយបន្ទាប់មកទៀតគឺ2017ដែលប្រជាពលរដ្ឋជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឱកាសនៃការបោះឆ្នោត2លើកនោះគឺគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានលួចបន្លំសិលឹកឆ្នោតអ្នកណាក៏ដឹងដែរទោះជាលួចយ៉ាងណាគណៈបកសង្គ្រោះជាតិនៅមានសម្លេងនៅបាតហឹបឆ្នោតណាអាគេលួចអាគេសម្លុតអាគេទិញអាគេបន្លំអីគ្រប់សពណាប៉ុន្តែវាច្រើនពេកនៅសល់នៅក្នុងបាតហឹបឆ្នោត44% 45% ទាំងឆ្នាំ2013ទាំងឆ្នាំ2017បើបន្ធូរដៃក្នុងការលួចបន្តិចណាគឺមិនមែនពាក់កណ្ដាលនគរទេលើសពីពាក់កណ្ដាលនគរអញ្ចឹងហើយបានគណៈបកសង្គ្រោះជាតិគឺមានភាពជាតំណាងលក្ខណៈជាតំណាងប្រជាពលរដ្ឋបោះឆ្នោតដែលហ៊ុនសែនបកពួកគាត់លួចតាមចិត្តបានពាក់កណ្ដាលនគរតែបើមិនលួចគឺលើសពាក់កណ្ដាលនគរឆ្ងាយគឺច្រើនលើលុបមានន័យថារបបហ៊ុនសែនអត់មានលក្ខណៈដែលជាតំណាងប្រជាពលរដ្ឋទេហ៊ុនសែនរបបហ៊ុនសែនហ៊ុនម៉ាណែតអីសប្តាហ៍នេះរដ្ឋាភិបាលពួកគេនោះគឺមិនតំណាងឲ្យប្រជាពលរដ្ឋទេគឺក្បត់ឆន្ទៈប្រជាពលរដ្ឋមានតែគណៈបកសង្គ្រោះជាតិទេដែលខ្ញុំរំលឹកឲ្យមិញណាដែលមានលក្ខណៈតំណាងប្រជាពលរដ្ឋដូច្នេះក្នុងលក្ខណៈក្នុងឋានៈដែលយើងជាតំណាងប្រជាពលរដ្ឋយើងត្រូវតែផ្ដួចផ្ដើមគំនិតដើម្បីការពារប្រជាពលរដ្ឋការពារផលប្រយោជន៍ជាតិអញ្ចឹងហើយបានយើងសម្រេចបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ពីព្រោះយើងមិនត្រូវបណ្ដោយឲ្យរបបហ៊ុនសែនដែលបង្កើតដឹកនាំរដ្ឋាភិបាលក្បត់ឆន្ទៈប្រជារាស្ត្រនេះធ្វើអ្វីបានតាមចិត្តទេយើងឃើញថាពួកគាត់ធ្វើអ្វីកាន់តែអាក្រក់ទៅរឿងជិះជាន់ប្រជាពលរដ្ឋយើងដឹងហើយរំលោភសិទ្ធិមនុស្សយើងដឹងហើយចាប់ពលរដ្ឋស្រូតត្រង់ដាក់គុកយើងដឹងហើយណាប្លន់ដីធ្លីប្រជារាស្ត្រយើងដឹងហើយតែចុងក្រោយនេះអត់ចេះការពារទឹកដីឲ្យបាត់បង់ទឹកដីហ៊ុនសែនគាត់គម្រាមអមាញ់មិញគាត់ថាអ្នកណាហ៊ាននិយាយ
ពីរឿងព្រំដែនគាត់នឹងចាប់ដាក់គុកទាំងប្រសង់ទាំងក្រហោះណាក៏ដោយគាត់នឹងតាមចាប់បើគាត់ចាប់បានតែពួកយើងដែលមានសេរីភាពណាយើងហ៊ាននិយាយហើយត្រូវតែនិយាយវិទ្យុអាស៊ីសេរីសហការីរបស់ជនច័ន្ទបុតគឺយើងមានកាតព្វកិច្ចដូចគ្នាយើងត្រូវតែហ៊ាននិយាយក្នុងនាមប្រជាពលរដ្ឋខ្មែរនៅលើទឹកដីប្រទេសកម្ពុជាដែលពួកលោកអត់មានសិទ្ធិអត់មានសេរីភាពនិយាយយើងមានសេរីភាពយើងត្រូវតែនិយាយអញ្ចឹងហើយបាទខ្ញុំសូមបញ្ជាក់ថារបបហ៊ុនសែននេះទាំងឪទាំងកូននេះអត់ការពារទឹកដីបូរណភាពទឹកដីផលប្រយោជន៍ជាតិយើងទេគឺគេការពារតែអំណាចរបស់គេដែលគេថាសុខចិត្តបាត់បង់ទឹកដីណាដោះដូរណាដោះដូរដើម្បីអ្វីដោះដូរដើម្បីការពារអំណាចរបស់ពួកគេធ្លាប់ហើយពីខាងកើតគេធ្វើអញ្ចឹងម្ដងហើយគេកាត់ទឹកដីដើម្បីបានអំណាចឥឡូវគេសុខចិត្តបាត់បង់ទឹកដីខាងលិចម្ដងឲ្យតែគេរក្សាអំណាចអញ្ចឹងហើយបានគាត់មិនឲ្យនិយាយឯការពិតវាអញ្ចឹងមែនយើងត្រូវតែព្រួយផ្ដើមគំនិតបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ឲ្យប្រជារាស្ត្រខ្មែរមានជំរឿនកុំឲ្យរំពឹងហើយមិនអាចរំពឹងលើរដ្ឋាភិបាលទីក្រុងភ្នំពេញសប្តាហ៍ថ្ងៃឯងពីព្រោះអត់មានការពារទឹកដីអត់មានការពារប្រជាពលរដ្ឋមានតែធ្វើបាបប្រជាពលរដ្ឋបាទរដ្ឋាភិបាលយើងត្រូវចេញមកការពារផលប្រយោជន៍ជាតិបាទអាដាមកំពុងតែដឹកនាំទំបកើតឲ្យថ្មីទំដឹកនាំរដ្ឋាភិបាលក្រៅប្រទេសមួយដែលនេះជាអ្វីដែលប្រវត្តិសាស្ត្រចុងក្រោយនៅប្រទេសកម្ពុជាមិនដែលមានទេរបៀបរដ្ឋាភិបាលនិរទេសរដ្ឋាភិបាលក្រៅប្រទេសនេះដូច្នេះតើអាដាមចាប់ពីពេលនេះតទៅអាដាមមានសារអីផ្ដាំផ្ញើដល់ប្រជាពលរដ្ឋក្នុងនាមជាប្រមុខដឹកនាំរដ្ឋាភិបាលនិរទេសដែលមិនធ្លាប់មានពីមុនមកនេះទី1រដ្ឋាភិបាលនឹងឈ្មោះ$23បាទជាការរំលឹកកិច្ចព្រមព្រៀងទីក្រុងប៉ារីស្ដីពីកម្ពុជាដែលបានចុះហត្ថលេខាថ្ងៃ$23 1991បើយើងចង់ការពារទឹកដីប្រទេសកម្ពុជាកុំឲ្យបាត់បង់យើងត្រូវតែប្តឹងទៅហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារី18ប្រទេសណាគេបានសន្យាថានឹងជួយប្រទេសកម្ពុជាការពារប្រទេសកម្ពុជាពេលណារងគ្រោះអ្វីមួយឥឡូវយើងរងគ្រោះយើងបាត់បង់ទឹកដីយើងមិនចាំបាច់ទៅការពារខ្លួនយើងមានកម្លាំងតិចតួចណាយើងមិនចាំបាច់ទៅបង្ហូរឈាមអត់ប្រយោជន៍ទេសម័យនេះមនុស្សឆ្លាតមនុស្សដែលគេគោរពច្បាប់គេយល់ច្បាប់គេអត់ប្រើកងទ័ពទេគេប្រើច្បាប់អន្តរជាតិហើយច្បាប់អន្តរជាតិកម្ពុជាសម្រាប់ប្រទេសកម្ពុជាគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីហ្នឹងហើយ$23ហ្នឹងហើយហ៊ុនសែនគាត់អត់ហ៊ានទេគាត់អត់ហ៊ានយក$23ទេពីព្រោះវាឡងទៅគាត់ពីព្រោះបើយក$23ទី1$23តម្រូវឲ្យគាត់គោរពសិទ្ធិមនុស្សឲ្យគោរពលទ្ធិប្រជាធិបតេយ្យបើគាត់ធ្វើបាបប្រជារាស្ត្រចាប់គេដាក់គុកអត់គោរពសិទ្ធិមនុស្សអត់គោរពលទ្ធិប្រជាធិបតេយ្យបើប្តឹងទៅ$23ថាអ្នកឯងមកប្តឹងខ្ញុំអ្នកឯងមិនខ្មាស់គេអ្នកឯងរំលោភ$23ហ្នឹងហើយឥឡូវអ្នកឯងមកចង់ពឹង$23អញ្ចឹងបានគាត់មិនហ៊ានប្តឹងទៅអ្នកចុះហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីទី2វាឡងទៅរឿងទឹកដីណាថាឥឡូវប្តឹងរឿងទឹកដីនៅខាងលិចចុះអាទឹកដីខាងកើតដែលបាត់បង់ដែលហ៊ុនសែនបដ ாய் ដូរដើម្បីបានអំណាចនោះអានឹង$23ប្រទេសជាហត្ថលេខីគេថាអ្នកឯងនិយាយអត់ត្រឹមត្រូវអ្នកឯងធ្វើឲ្យបាត់បង់អ្នកឯងមិនដែលខ្វល់ពីបូរណភាពទឹកដីនៅខាងកើតប្រទេសកម្ពុជាអ្នកឯងទៅតែភ្ញាក់ពីដេកឲ្យ$23មកជួយការពារនៅខាងលិចម្ដងអញ្ចឹងគាត់គៀងហើយគាត់ធ្វើអត់កើតទេរដ្ឋាភិបាលហ៊ុនសែនហ៊ុនម៉ាណែតនេះធ្វើអត់កើតទេតើតែមានរដ្ឋាភិបាលមួយទៀតដើម្បីក្នុងនាមប្រជាពលរដ្ឋខ្មែរប្តឹងទៅកិច្ចព្រមហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារី$23អញ្ចឹងហើយបានយើងត្រូវរំលឹក$23នេះដែលហ៊ុនសែនមិនអាចធ្វើមិនចង់ធ្វើមិនហ៊ានធ្វើនឹងមិនធ្វើយើងត្រូវតែធ្វើក្នុងនាមប្រជាពលរដ្ឋខ្មែរ
នឹងហើយមូលហេតុធំជាងគេទី1ការពារទឹកដីកុំឲ្យបាត់បង់ទឹកដីទី2ជៀសវាងការបង្ហូរឈាមអត់ប្រយោជន៍មិនចាំបាច់ទៅបង្ហូរឈាមទេបើអន្តរជាតិគេមានអ្នកសង្កេតការគេមានភ្នាក់ងារគេមានមធ្យោបាយមកការពារទឹកដីប្រទេសកម្ពុជាវាមានប្រសិទ្ធភាព10000ដងលើសអ្វីដែលយើងអាចធ្វើខ្លួនយើងបានប្រៀបធៀបទៅបរទេសដែលគេមានកម្លាំងខ្លាំងជាងយើងបាទកន្លងមកមានរចនាសម្ព័ន្ធអ្នកនៅក្រៅស្រុកនឹងមានគណៈបកមានបន្ទាប់ពីរំលាយគណៈបកសង្គ្រោះជាតិទៅឯអាដាមបង្កើតចលនាសង្គ្រោះជាតិបន្ទាប់មកទៀតនៅពេលដែលគេចាប់លោកកឹមសុខាដាក់ពន្ធនាគារទៅឯអាដាមបានឡើងជាប្រធានស្ដីទីនៃគណៈបកសង្គ្រោះជាតិហើយឥឡូវនេះឡើងទៅជាប្រធានប្រមុខដឹកនាំរដ្ឋាភិបាល$23នេះតើក្នុងការដឹកនាំរដ្ឋាភិបាល$23នេះតើអាដាមមានបំណងនឹងធ្វើយ៉ាងណាដើម្បីឲ្យសម្រេចគោលបំណងរបស់ខ្លួននោះដែលរចនាសម្ព័ន្ធពីមុនមកនឹងមិនធ្វើកើតនៅតើរចនាសម្ព័ន្ធថ្មីនឹងវាមានអីប្លែកពីរចនាសម្ព័ន្ធមុនដែលអាចឲ្យមានសង្ឃឹមថាអាចនឹងមានប្រៀបជាងឬមួយក៏អាចសម្រេចបានជោគជ័យលើពីរចនាសម្ព័ន្ធចាស់អាដាមមិនអាស្រ័យតែលើរចនាសម្ព័ន្ធទេអាស្រ័យលើកាលៈទេសៈអាស្រ័យលើការវិវត្តភូមិសាស្ត្រនយោបាយឥឡូវមានរឿងថ្មីច្រើនណាស់នៅប្រទេសកម្ពុជាជុំវិញប្រទេសកម្ពុជាដែលធ្វើឲ្យរបបហ៊ុនសែនមិនអាចទៅមុខទេយើងមិនដែលឃើញហ៊ុនសែនស្ងាត់ស្ងៀមដែលមានព្រឹត្តិការណ៍កក្រឹកកក្រែងដោយសពថ្ងៃគាត់ស្ងាត់ស្ងៀមគាត់សុខចិត្តឈប់និយាយគាត់ចូលក្រោមដីសដប់ភួយចូលក្នុងរុនកណ្ដោពីព្រោះគាត់ដឹងថាគាត់ទាល់ច្រករឿងថ្មីដែលធំបំផុតពេលនេះណាមិនមែនរឿងព្រំដែនទេរឿងចោលអន្តរជាតិឆោបបោកតាមប្រព័ន្ធអ៊ីនធឺណិតដែលតុលាការអាមេរិកកាលពីថ្ងៃ14តុលាឆ្នាំនេះប្រហែលអាទិត្យមុននេះគេបានចេញសេចក្តីសម្រេចតាមចាប់ Gen Z ហ្នឹងជានរណាជាមេក្រុមអក្រិតជនជាមេខ្លោងហើយគាត់មានតួនាទីជាទីប្រឹក្សាហ៊ុនសែនជាទីប្រឹក្សាហ៊ុនម៉ាណែតដែលមានឋានៈណាគេឲ្យឋានៈ Gen Z ហ្នឹងជារដ្ឋមន្ត្រីគាត់មានសញ្ជាតិជាខ្មែរគាត់មានងារបរមងារជាអ្នកអុកញ៉ាគឺគាត់នៅក្បែរហ៊ុនសែនមានថតរូបចិត្តស្និទ្ធជាមួយហ៊ុនសែនមានន័យថាគាត់មានឥទ្ធិពលខ្លាំងឥទ្ធិពលធំជាងគេគឺឥទ្ធិពលលុយគឺគាត់បានឆោបបោកក្រុមគាត់បណ្ដាញគាត់ណាឆោបបោក$15,000 លានអានោះដែលគេរកឃើញដែលគេបង្កក់ដែលគេត្រៀមរឹបអូ$10,000 លានហើយ Gen Z នេះគាត់ជាអ្នកចិញ្ចឹមរបបហ៊ុនសែនសូម្បីតែអង្គរៈហ៊ុនសែនហ្នឹងគឺ Gen Z ជាអ្នកចិញ្ចឹមហើយដែលហ៊ុនសែនមានលុយច្រើនបំផុតធ្វើអីបានតាមចិត្តណាមែនតើមិនមែនមកពីប្រភពធម្មតាមិនមែនមកពីសេដ្ឋកិច្ចធម្មតាទេមកពីសេដ្ឋកិច្ចងងឹតដែលពួកចៅវារកបានអញ្ចឹងដែលហ៊ុនសែនទទួលលុយការចិញ្ចឹមពីចៅនេះគឺហ៊ុនសែនត្រូវការពារចៅគាត់មានអំណាចធ្វើបាបរាជបណ្ដោយឲ្យបរទេសយកទឹកដីខ្មែរអានឹងអំណាចគាត់អត់មានប្រើអីដែលមានប្រយោជន៍សម្រាប់ជាតិទេតែអំណាចគាត់យកទៅប្រើដើម្បីការពារចៅតែដែលខ្ញុំចង់និយាយនេះគឺហ៊ុនសែនមានទោសធ្ងន់ណាស់មានការទទួលខុសត្រូវធ្ងន់ណាស់ពីព្រោះចៅ Gen Z នេះណាមិនមែនតែរឿងឆោបបោកលុយកាក់ទេគឺវាពាក់ព័ន្ធនឹងបណ្ដាញអក្រិតជួញដូរគ្រឿងញៀនណាប្រធានាធិបតី Trump ឥឡូវហ្នឹងហ៊ុនសែនគាត់ចង់ទៅឯកជាមួយ Trump ណាគេ Trump ការពារគាត់ប៉ុន្តែ Trump ស្អប់ណាស់អ្នកជួញដូរគ្រឿងញៀននេះគាត់បាញ់ពលិចនាវានៅកណ្ដាលសមុទ្រអត់មានប្រមានអីទេត្រូវបាញ់ពលិចហ្មងអញ្ចឹងពួកអាចោដែលវាជួញដូរគ្រឿងញៀននោះវាមានលុយខ្មៅលុយកខ្វក់ដែលវាត្រូវលាងយកមកលាងនៅណាមកលាងនៅស្រុកខ្មែរនេះគឺជាឋានសួគ៌នៃពួកចោដែលធ្វើសកម្មភាពអូក្រិតមកលាងលុយ
ហើយវាធ្វើសកម្មភាពអូក្រិតមួយទៀតគឺវាចាប់ឃុំឃាំងមនុស្សអានោះគឺមានទោសធ្ងន់ណាស់នៅក្នុងនៅប្រទេសណាដែលមានច្បាប់ត្រឹមត្រូវគឺអ្នកណាដែលឃុំឃាំងមនុស្សបង្ខំមនុស្សឲ្យធ្វើការវាយដំមនុស្សធ្វើជារនកម្មរហូតដល់សម្លាប់មនុស្សប្រើមនុស្សនឹងឲ្យធ្វើអ្វីដែលដោយបង្ខំឲ្យទៅឆោបបោកគេឯងដើម្បីពួកចោរវាបានលុយណារឿងនេះធ្ងន់ណាស់អញ្ចឹងហើយបានហ៊ុនសែនអត់ហ៊ាននិយាយអីទេដែលគាត់រួញដែលគាត់ភ័យពីព្រោះគាត់មានរឿងច្រើនណាស់គាត់អត់ហ៊ានទៅឆ្លើយតបអីជាមួយប្រទេសជិតខាងជាមួយថៃអីទេពីព្រោះរឿងគាត់សំណុំរឿងគាត់អារឿងវាជន់ត្រួតគ្នាណាអារឿងធំជាងគេជារឿងចោលហ្នឹងហើយខ្ញុំថាបរិបត្តិណាឥឡូវនេះរបបហ៊ុនសែននេះគឺគេសម្គាល់គេចាត់ទុកថាជារបបចោលហើយគណៈបកប្រជាជនដែលមានហ៊ុនសែនជាប្រធានដែលមានហ៊ុនម៉ាណែតជាអនុប្រធានគេហៅថាគណៈបកចោលពីព្រោះប្រធានហើយអនុប្រធាននោះវាចូលដៃជាមួយចោលអញ្ចឹងហើយរបបហ៊ុនសែននោះអត់គង់វង្សទេអត់ថិតថេរទេបើកាលមុនបើគាត់តែធ្វើបាបតែខ្មែរធ្វើបាបតែខ្មែរស្លូតត្រង់ខ្មែរអត់អាចតដៃបានអានឹងចេះតែធ្វើទៅប៉ុន្តែឥឡូវទៅចូលដៃជាមួយចោលគឺអាញាធរប្រទេសដែលរងគ្រោះហើយពិភពលោកទាំងមូលនិយាយឲ្យចំទៅគេពួតដៃគ្នាគេកម្ចាត់ចោលសិនរួចទៅបានគេនឹងកម្ចាត់អាពួកការពារចោលគឺហ៊ុនសែនហ៊ុនម៉ាណែតតែម្ដងអញ្ចឹងហើយបានហ៊ុនសែនគាត់ភ័យរឿងហ្នឹងពីព្រោះទោះជាគាត់ធ្វើបាបខ្មែរបានតាមចិត្តតែម្ដងនេះសហគមន៍អន្តរជាតិប្រទេសទាំងប្រមាណដែលគេរងគ្រោះដែលពលរដ្ឋគេចាញ់បោកអាពួកចោលហើយដែលពលរដ្ឋគេត្រូវបានអាពួកចោលចាប់ឲ្យធ្វើជាសកលបង្ខំឲ្យធ្វើការរហូតទៅដល់សម្លាប់ដោយជនជាតិកូរ៉េរដ្ឋាភិបាលប្រទេសទាំងនោះគេពួតដៃគ្នាទោះជាគេអត់ដឹងតែយើងត្រូវតែជំរាបបងប្អូនជនរួមជាតិនៅប្រទេសកម្ពុជាដែលគេមិនផ្ដល់ព័ត៌មានឲ្យគឺអាសម្ពាធមកលើហ៊ុនសែននេះគឺកាន់តែខ្លាំងឡើងកលៈទេសៈហ្នឹងគឺដែលយើងបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងគឺយើងត្រូវតែជំរុញឲ្យសំណាញ់ច្បាប់មកពាត់មកចាប់ហ៊ុនសែនដើម្បីឲ្យប្រទេសកម្ពុជារួចផុតពីកណាត់ដៃពួកផ្ដាច់ការមិនមែនតែផ្ដាច់ការទេឥឡូវយើងឃើញថាមិនមែនតែផ្ដាច់ការគឺក្បត់ជាតិថែមទៀតធ្វើឲ្យបាត់បង់ទឹកដីប្រទេសកម្ពុជាដើម្បីរក្សាអំណាចរបស់ខ្លួនអញ្ចឹងយើងត្រូវតែការពារទឹកដីប្រទេសកម្ពុជាឲ្យបានត្រឹមត្រូវតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារី$23ហើយយើងត្រូវតែរំដោះប្រទេសកម្ពុជាពីក្រញាំក្រុមគ្រួសារឪកូនហ៊ុនសែនហ៊ុនម៉ាណែតនេះតើតែមានរដ្ឋាភិបាលមួយទៀតដើម្បីផ្ដល់ជំរឿនជូនប្រជារាស្ត្រខ្មែរហើយសកម្មភាពរបស់យើងគឺយើងរៀបចំបណ្ដាញឥឡូវនេះយើងបានរៀបចំបណ្ដាញបង្កប់បណ្ដាញសម្ងាត់ទូទាំងប្រទេសកម្ពុជាគ្រប់មជ្ឈដ្ឋានទាំងអស់គ្រប់ខេត្តក្រុងទាំងអស់បណ្ដាញសម្ងាត់បណ្ដាញបង្កប់របស់យើងគឺមានទាំងកងកម្លាំងប្រដាប់អាវុធផងដែលមិនពេញចិត្តកងកម្លាំងប្រដាប់អាវុធនៅប្រទេសកម្ពុជាគឺឈឺចិត្តណាស់ដែលហ៊ុនសែនគាត់ក្រាបតែហ៊ានចេញមុខឈរដើម្បីការពារប្រទេសកម្ពុជាតែហ៊ុនសែនគាត់ក្រាបគាត់សុខចិត្តក្រាបដើម្បីការពារអំណាចផ្ទាល់ខ្លួនត្រកូលរបស់ខ្លួនអ្នកណាបាត់បង់ទឹកដីអ្នកណាគេធ្វើបាបអីគាត់អត់ខ្វល់ទេអញ្ចឹងហើយបានខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅប្រទេសកម្ពុជាទាំងអស់មានទាំងកងកម្លាំងប្រដាប់អាវុធគឺយើងត្រូវត្រៀមលក្ខណៈដើម្បីងើបតតាំងប្រឆាំងរបបហ៊ុនសែនដករបបហ៊ុនសែនចេញដកហ៊ុនសែនចេញតែម្ដងដើម្បីឲ្យខ្មែរទាំងអស់បានសុខហើយប្រទេសកម្ពុជាបានគង់វង្សទឹកដីយើងបាននៅគង់វង្សបាទអរគុណអាដាមខ្ញុំសូមបើកវងកញ្ចក់ចំណុចនឹងតិចអាដាមបានលើកឡើងថារឿងរបស់ Gen Z នេះមេអក្រិតកម្មដែលលោកហ៊ុនសែនបានផ្ដល់សញ្ជាតិបានផ្ដល់តំណែងបានផ្ដល់ទីតាំងផ្ដល់ភាពស្របច្បាប់ឲ្យអនុវត្តគម្រោងលួចលុយបោកប្រាស់លុយកាក់គេអស់រាប់ពាន់លានដុល្លារសុកប៉ាន់លោកហ៊ុនសែនដើម្បីបានតំណែងដើម្បីបានទីតាំងនេះយើងដឹងហើយសុកពីក្រោយឆាកពីមុខឆាកយើងដឹងត្រឹមតែសុកប៉ាន់ត្រឹមឲ្យលុយឲ្យកាក់ទិញសមុទ្រកប៉ាល់ហោះទិញជួលកប៉ាល់ហោះឲ្យជិះដើរលេងជួលកប៉ាល់ហោះឲ្យទៅដឹកចៅរបស់គាត់ពីប្រទេសអូស្ត្រាលីផងកាលពីសម័យ pandemic នោះចៅបកើតគាត់មួយជាប់នៅអូស្ត្រាលីនឹង Gen Z នឹងឯងអ្នកចេញលុយឲ្យជួលកប៉ាល់ហោះមួយឯកជនមួយដឹកតាចៅបកើតរបស់គាត់មកទេដូច្នេះ Gen Z នេះបានសុកប៉ាន់ច្រើនណាស់ដល់ក្រុមគ្រួសារតកូលហ៊ុន
អាដាមបានលើកឡើងថារឿងដែលសហរដ្ឋអាមេរិកទើបនឹងបញ្ចេញនៅថ្ងៃទី14 តុលារឿង Gen Z នេះទើបបញ្ចេញថ្ងៃ14មែនក៏ប៉ុន្តែការស្រាវជ្រាវអំពីអក្រិតកម្មរបស់ Gen Z នឹងធាក់ថយក្រោយរាប់សិបខែរាប់ឆ្នាំឯនោះតើរឿងរ៉ាវនេះលោកហ៊ុនសែនប្រកាសជាដឹងមុនហើយថាមនុស្សដែលជាគាត់គ្រប់គ្រងផ្ដល់ភាពស្របច្បាប់ដើម្បីប្រព្រឹត្តអក្រិតកម្មនេះហើយលោកខ្លួនឯងនឹងបានភោគផលពីនោះខ្ញុំលើកឡើងហើយតាំងពីបានសម្បត្តិយន្តហោះតាំងពីជួលកប៉ាល់ហោះតាំងពីធ្វើនីលការដៃដើម្បីឲ្យលោកតាដើរអួតអាងចែកគេជាដើមនឹងសិតតែលុយរបស់ Gen Z ទាំងអស់តើលោកអាចដឹងថាទីបំផុតអវសានរបស់ Gen Z នឹងត្រូវគេរកឃើញដែលហេតុថាមានប្រទេសមហាអំណាចធំមានបារាំងមានអង់គ្លេសមានអាមេរិកអីផងអ្នកស្រាវជ្រាវទីបំផុតទៅក៏លោកអាចបង្កើតធ្វើជាដើមចមឲ្យមានបញ្ហាសង្គ្រាមខ្មែរថៃនឹងដើម្បីបង្វែរស្ថានភាពនឹងទេហើយបើសិនជាអញ្ចឹងមែនតើលោកហ៊ុនសែនអាចប្រកាសបានជោគជ័យទេពីព្រោះមនុស្សឥឡូវទាំងក្នុងប្រទេសទាំងក្រៅប្រទេសរួមទាំងពេលខ្លះគណៈបកប្រឆាំងនឹងផងគឺចាប់ផ្ដើមងាកមកធ្លាក់អន្ទាក់របស់លោកហ៊ុនសែនងាកទៅជជែកគ្នាអំពីរឿងសង្គ្រាមខ្មែរថៃនឹងតើអាចជានយោបាយមួយរបស់លោកហ៊ុនសែនដែរទេរឿងសង្គ្រាមខ្មែរថៃបច្ចុប្បន្ននេះក្នុងការបង្វែរអារម្មណ៍ហ៊ុនសែនគាត់អាចសម្លុតប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកបានគាត់អាចភូតផលប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកបានតែគាត់មិនអាចភូតផលអន្តរជាតិបានទេគាត់មិនអាចសម្លុតអន្តរជាតិបានទេផ្ទុយទៅវិញមានតែអន្តរជាតិសម្លុតគាត់មានរឿងរ៉ាវច្រើនណាស់ដែលគេបិទបាំងមិនអោយប្រជាពលរដ្ឋខ្មែរដឹងគឺអន្តរជាតិប៉ូលីសនគរបាលអន្តរជាតិមានទាំង FBI ប៉ូលីសអាមេរិកបានមកដល់ទឹកដីប្រទេសកម្ពុជាហើយបានចេញមុខធ្វើអន្តរាគមន៍ទៅបិទធនាគារទៅបិទទីតាំង Gen Z នៅទីក្រុងភ្នំពេញហើយគេអត់មានសុំច្បាប់ហ៊ុនសែនទេគេមកតែម្ដងចង់មិនចង់គេមកចាប់ចោលបើហ៊ុនសែនរៀបរៀងមិនអោយគេចាប់ចោលគេនឹងចាប់ហ៊ុនសែនតែម្ដងពីព្រោះឃើញថាហ៊ុនសែនវាចេញមុខការពារចោលច្បាស់កន្លែងពេកអញ្ចឹងហើយបានហ៊ុនសែនបានអត់ហ៊ានថាអីទេគេមកចាប់ Gen Z ប៉ុន្តែគេអត់មានប្រាប់មុនទេណាគេប្រាប់តែប្រហែលម៉ោងមុនទេថាគេមកដល់ហើយអញ្ចឹងហ៊ុនសែនមានពេលទៅប្រាប់ Gen Z ឲ្យ Gen Z រត់ទៅថាប៉ូលីសអាមេរិកមកដល់ហើយប៉ូលីសអាមេរិកនៅទីក្រុងភ្នំពេញកម្ពុជាគឺជាលើកទី1ដែលអ្វីខ្ញុំផ្សេងសូមគោរពបងប្អូនជំនុំជាតិដែលកំពុងតែស្ដាប់បងប្អូននេះរឿងប៉ះពាល់ដល់បត់ខ្ញុំសុំឲ្យយើងទាំងគ្នាប្រែខ្លាចអើយបាត់ត្រពុកផងអើយយ៉ាងណាក៏ផងហើយនោះជា